ពុទ្ធសាសនាចំពោះខ្មែរនេះមិនមែនចប់ត្រឹមតែថ្ងៃនេះទេណាញោមហើយអាត្មាភាពក៏មិននិយាយដើម្បីបង្អើលញោមរាល់គ្នាដែរប៉ុន្តែជាការសន្និដ្ឋានថាគំនិតមហិច្ឆតារបស់ជនជាតិសៀមចំពោះខ្មែរនេះនឹងមិនចប់នៅក្នុងថ្ងៃនេះទេរយៈពេល10ទៅ20ឆ្នាំទៀតឬក៏30 40ឆ្នាំទៀតអាចនឹងមានទៀតយកប្រាប់តនេះគំនិតមហិច្ឆតាក្នុងការបៀតបៀនប្រទេសកម្ពុជាអំពីសំណាក់បរទេសក្បែរខាងមិនចេះចប់មិនចេះហើយទេតើវាមានមូលហេតុអីហើយអ្វីដែលអាត្មាភាពនឹងពោលតទៅបញ្យល់តទៅនេះគឺចង់ផ្ដល់ជាគំនិតឲ្យញោមអ្នកស្ដាប់រាល់គ្នានឹងយកទៅគិតពិចារណាឲ្យសាកល្បងប្រើមើលដើម្បីបញ្ចប់នៅមហិច្ឆតារបស់បរិស័ទពុទ្ធសាសនាដទៃញោមនៅពេលដែលយើងចង់ឲ្យជនដទៃម្នាក់គេឈប់មានគំនិតអាក្រក់លើយើងណាញោមស្ដាប់ស្ដីច្បាស់ទេនៅពេលដែលយើងចង់ឲ្យជនដទៃម្នាក់ឬពុទ្ធសាសនាមួយឈប់មានគំនិតអាក្រក់លើយើងតើយើងត្រូវធ្វើដូចម្តេចញោមនៅពេលដែលយើងចង់ឲ្យគេឈប់បៀតបៀនយើងមិនមែនយើងគ្រាន់តែចេះធ្វើខ្លួនឲ្យគេអាណិតទេបើយើងគ្រាន់តែរំលឹកអំពីថាពួកយើងរងទុក្ខច្រើនហើយសូមអ្នកឈប់ធ្វើបាបយើងទៅណាគឺមិនអាចទេបើយើងគ្រាន់តែការពារខ្លួនមកគ្រាឧទាហរណ៍ដូចនៅក្នុងពេលឥឡូវនេះយើងច្បាំងផងយើងហៅបរទេសនឹងមកជួយកាត់ក្តីឲ្យផងយើងបបួលខ្មែរទាំងអស់គ្នាទាំងក្នុងស្រុកក្រៅស្រុកឲ្យក្រោកឡើងតទល់ផងប៉ុន្តែញោមគ្រាន់តែជួយបន្ទប់បង្អាក់នៅគំនិតអាក្រក់របស់ពួកគេបានតែម្ដងទេឯងនឹងខានស្អែកនឹងមានរឿងទៀតដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងណាញោមដើម្បីកុំឲ្យវាធ្វើបាបពុទ្ធសាសនាខ្មែរយើងទាំងស្រុងលុះតែយើងបញ្ចប់នៅមហិច្ឆតាក្នុងចិត្តគេបានប៉ុន្តែធ្វើយ៉ាងម៉េចមហិច្ឆតាក្នុងចិត្តរបស់ពួកគេតែយើងត្រូវបញ្ចប់យ៉ាងម៉េចដើម្បីបញ្ចប់នៅគំនិតអាក្រក់ដើម្បីបញ្ចប់នៅមហិច្ឆតាអាក្រក់មិនមែនតែចំពោះពុទ្ធសាសនាទេពុទ្ធសាសនាក៏ដោយកត្តាទី1ដែលយើងត្រូវធ្វើណាញោមខ្មែរយើងទាំងអស់ត្រូវផ្ដើមចេញពីការមានឯកភាពទៀតសិនមកដល់ពេលឥឡូវដែលញោមណាម្នាក់ដែលនៅមានគំនិតក្នុងការកាត់ផ្ដួលរំលំរដ្ឋចេះតែមានគំនិតថាដើម្បីឲ្យរដ្ឋមួយផ្លាស់ប្ដូរត្រូវតែប្ដូរណាដើម្បីឲ្យស្រុកមួយសមបំណងដូចចិត្តត្រូវតែប្រើគោលគំនិតថាត្រូវតែដូរឲ្យតែញោមណាមានគំនិតបែបហ្នឹងស្រុកហ្នឹងនឹងវិនិច្ឆ័យទៀតស្ថានភាពស្រុករបស់ពួកយើងនេះណាញោមជម្រាបញោមត្រង់ពុំអាចធ្វើការកាត់ផ្ដូរទាំងស្រុងដូចយើងកាត់ដើមឈើមួយដើមចោលហើយបានដាំមួយដើមទៀតទេអ្នកណានៅតែមានគំនិតថាស្រុកមួយនេះណាដោយដើមឈើមួយដើមត្រូវតែកាត់ផ្ដួលចេញហើយដាក់ដើមឈើថ្មីបាននៅសុខសាន្តណាឲ្យតែមានគំនិតបែបនេះគឺខុសស្រុកនេះនឹងត្រូវអន្តរាយទៀតញោមដែលមានអាយុមានវ័យប៉ុណ្ណឹងតើញោមបានទាន់នៅប្រវត្តិសាស្ត្ររបស់ខ្លួនដែរទេយើងបដូរពីបារាំងមកសម័យសង្គមរាស្ត្រនិយមកំពុងតែសុខសាន្តសម័យសង្គមរាស្ត្រនិយមខ្មែរយើងនឹងគឺជាប្រជាពលរដ្ឋដែលមានគុណភាពជាងគេនៅក្នុងអាស៊ានប្រទេសកូរ៉េចម្រើនប្រាក់ចំណូលខ្ពស់ប្រាក់ចំណូលនៅក្នុងសម័យសង្គមរាស្ត្រនិយមនោះយើងមានចំនួនច្រើនជាងប្រទេសសិង្ហបុរីទៅទៀតយកមកនៅក្នុងសម័យសពថ្ងៃក្នុងពេលឥឡូវនោះប្រាក់ចំណូលរបស់ពលរដ្ឋយើងនៅក្នុងមួយឆ្នាំមិនដល់10000ទេណាប៉ុន្តែប្រទេសសិង្ហបុរី4ទៅ50000នៅក្នុងសម័យសង្គមរាស្ត្រនិយមណាញោមយើងគឺជាប្រជាពលរដ្ឋដែលមានគុណភាពហើយមានប្រាក់ចំណូលខ្ពស់ជាងប្រទេសសិង្ហបុរីជាងប្រទេសកូរ៉េខាងត្បូងជាងប្រជាជនជប៉ុនផងប៉ុន្តែដោយសារខ្មែរយើងលងកលខ្មែរយើងដែលមិនទាន់មានភាពឆ្លាតវៃពុំទាន់យល់ការអ្វីត្រូវបានគេញុះញង់គេចាក់មនោគមវិជ្ជាហ្នឹងឲ្យពួកគាត់មានការឆេះឆួលចំពោះសម័យសង្គមរាស្ត្រនិយមហើយផ្ដួលសង្គមរាស្ត្រនិយមចោលនេះដែលអាត្មាបានគឿនញោមខាងដើមថាឲ្យតែរស់នៅក្រោមគំនិតថាដើម្បីឲ្យមានការផ្លាស់ប្ដូរមួយលុះតែដូរទាំងស្រុងណាគឺជាគំនិតខុសចំពោះស្រុកយើងនេះណាញោមបើត្រូវការមានការផ្លាស់ប្ដូរគឺប្ដូរតាមរយៈការជួសជុលញោមចេះស្ដាប់ធម៌ប្រភេទហ្នឹងទេឥឡូវយើងទុកធម៌រឿងគម្ពីររឿងអាខ្លះព្រោះកាលៈទេសៈនេះស្រុកយើងមានបញ្ហាដូច្នេះយើងនិយាយអំពីគំនិតដំណោះស្រាយរឿងជាតិខ្លះមិនមែនធម៌អាមិនមែនធម៌ព្រះឬព្រហ្មញ្ញសាសនាហ្នឹងបានធ្វើបាបញោមរាល់គ្នាទេប៉ុន្តែការដែលយើងអវិជ្ជារឿងគំនិតក្នុងសង្គមនេះដែលវាធ្វើបាបយើងយកស្ដាប់ទៅទាន់ណាអត់មានព្រះណាដាក់ទណ្ឌកម្មដល់ញោមរាល់គ្នាទេយើងអត់បានគិតដល់កម្មផលបាបកម្មខ្មែរយើងណាមួយមកឲ្យផលទេអត់មានធម៌ព្រះឯណាអត់មានព្រហ្មញ្ញណាមកបានដាក់ទោសខ្មែរយើងមកខុសខើទេប៉ុន្តែគំនិតខុសផ្លាត់នៅក្នុងរឿងសង្គមជាតិនេះដែលញោមតែងតែប្រហែសមិនមែនប្រហែសតែចំនួនឪពុកម្ដាយទេគឺប្រហែសចំនួនកូនទៅទៀតដែលผมសូវចាប់អារម្មណ៍ក្នុងរឿងការយល់របស់ហ្នឹងហើយចេះតែប្រព្រឹត្តខ្លួនដែលដងដោយគ្មានគោលការណ៍ច្បាស់លាស់ទាំងវិស័យរឿងនយោបាយរឿងជាតិជាមូលហេតុធ្វើឲ្យស្រុកយើងចេះតែឆេះដោយសារតែយើងមានគំនិតកាត់ផ្ដួលសង្គមរាស្ត្រនិយមនឹងហើយបានជាស្រុកយើងមានសង្គ្រាមម្ដងទៀតសង្គមរាស្ត្រនិយមផ្លាស់ប្ដូរមកទៅជាសាធារណរដ្ឋយើងមានសង្គ្រាមទៀតពីសាធារណរដ្ឋមកខ្មែរក្រហមយើងមានសង្គ្រាមទៀតបដូរណាញោម
នេះជាទោសនៃការបដូរទាំងស្រុងបដូរពីបារាំងមកសង្គមរាជនិយមបដូរពីសង្គមរាជនិយមមិនមែនជួសជុលទេណាមិនមែនជួសជុលសង្គមរាជនិយមទេគឺបដូរសង្គមរាជនិយមមកជាសាធារណរដ្ឋទាំងស្រុងបដូរពីសាធារណរដ្ឋទាំងស្រុងមកជាខ្មែរក្រហមមិនមែនជួសជុលទេណាសម័យសាធារណរដ្ឋបើយើងប្រុសស្រីគ្រប់គ្នាសហការគ្នាឯកភាពគ្នាជួយជួសជុលក៏មានបញ្ហាដែរអាចទប់ស្ថានភាពបានប៉ុន្តែក៏ព្រោះតែយើងនោះមានកំណត់បដូរទាំងស្រុងអាកំណត់ដែលអាត្មាបានឧបមាថាបើធុញចំពោះដើមឈើមួយស្លឹកឈើចិត្តតែធ្លាក់លើខ្លួនឯងល្មោះចិត្តមានតែកើចិត្តតែល្មោះមិនមែនជួសជុលទេគឺកាត់ដើមឈើនឹងចោលហើយចាំដាំថ្មីនេះកំណត់ខ្មែរសពថ្ងៃនោះអញ្ចឹងស្រុកបានមកប៉ុណ្្នឹងហើយនៅតែដេករោនោះចំណុចអវិជ្ជមាននឹងចង់តែកាត់ចង់តែបដួលអាកំណត់បែបហ្នឹងហើយដែលស្រុកវាកើតវាអន្តរាយដែលរកសន្តិភាពមិនឃើញណាដូច្នេះអត់មានការដូរទេតែយើងមានតែការជួសជុលនេះជាស្ថានភាពស្រុកយើងប្រសិនបើសម័យនោះណាយើងជួយទប់ទល់សាធារណរដ្ឋយើងក៏បដូរទាំងស្រុងយើងជួយទប់ទល់គ្នាក៏មិនមានរឿងដល់ពេលឥឡូវដែរដល់ពេលខ្មែរយើងដែលមានកំណត់ដូរក៏ដូរសាធារណរដ្ឋសត្វតែខ្មែរក្រហមកាត់ឡើងសម័យខ្មែរក្រហមយើងណាកាត់ទាន់ស្រួលទេខ្ញុំសម័យនោះស្រួលទេរសារសិល8ស្រួលសម័យខ្មែរក្រហមមានពេលស្ដាប់ធម៌អារសាបោសុតទេចម្រើនមេត្តាកើតទេខ្ញុំសម័យខ្មែរក្រហមខ្ញុំបានធម៌មេត្តាកើតទេធម៌មិនស័ក្តិសិទ្ធិឬក៏វាអត់ចម្រើនកើតដូរពីសម័យខ្មែរក្រហមតមកប្រជាមានិតរដ្ឋកម្ពុជាអញ្ចឹងចេះតែមករឺរហូតដល់យើងឥឡូវនេះនាយករាជាណាចក្រកម្ពុជានេះមកដល់សម័យកាលនេះនាយកអាត្មានិយាយតែហើយជាញោមខ្លះប្រឡាក់ស្ដាប់បន្តិចចំពោះស្រុកយើងនេះនាយកมันអាចធ្វើការផ្លាស់ប្ដូរតាមរយៈការបដូរទាំងស្រុងឯងគឺមានតែការផ្លាស់ប្ដូរដោយការជួសជុលខ្ញុំស្ដាប់តើនេះការដូរទាំងស្រុងមានន័យថាដូចដើមឈើមួយអញ្ចឹងវាឲ្យមនុស្សដែរប៉ុន្តែអង្គុយទៅស្អាតមានតកៅស៊ីលឹកឈើមួយពេលទៅវាធ្លាក់លើខ្លួនចេះតែល្មោះប៉ុន្តែមិនមែនជ្រៅមិនកើតណាជ្រៅកើតប៉ុន្តែចេះតែល្មោះដល់ពេលយើងចាប់តែផ្ដើមមានកំណត់ដូរទាំងស្រុងកាត់ចេញណាពិបាកនៅត្រង់កាត់ឲ្យកាត់ចេញហើយចាំដាំថ្មីខ្ញុំមានបានគិតទេដល់ពេលដែលយើងកាត់ចេញហើយដាំថ្មីនោះអាចចន្លោះដែលយើងកាត់ហើយនោះតើយើងបានថ្មីមកពីណាភ្លាមណាពួកយើងត្រូវនៅដាវាទេនេះដូច្នេះបានជាគេខំនិយាយអំពីគុណសម្បត្តិនៃការដែលប្រទេសមួយមានលំនឹងមានសន្តិភាពមិនមានសង្គ្រាមណាអញ្ចឹងបានជាមួយរយៈនេះពេលដែលយើងមានរឿងភ្លាមនេះបរទេសដទៃនេះគេឆំហាមមានតែប្រទេសមានផ្ដើមចេញពីការមិនមានរឿងសំទេទើបអ្វីគ្រប់យ៉ាងនោះវាកើតចម្រើនបានខ្ញុំយល់ច្បាស់ត្រង់នេះផ្ដើមចេញពីការដែលប្រទេសនោះពុំទាន់មានអ្វីមិនមានរឿងទេទើបអ្វីវាដោះក្នុងស្រុកនឹងបានវាមានតម្លៃនឹងដូច្នេះបានជាថាដើម្បីឲ្យបរទេសមានសៀមជាដើមគេឈប់មានកំណត់អាក្រក់ខ្មែរតើតែគេឃើញខ្មែរហ្នឹងវារត់រោគ្នាវាពួតចូលគ្នាវាឯកភាពគ្នាគ្រាន់តែលបគិតក្នុងការបៀតបៀនខ្មែរក៏មិនហ៊ានខ្ញុំដើម្បីឲ្យគេឈប់បៀតបៀនយើងមិនមែនយើងធ្វើខ្លួនឲ្យគេអាណិតទេមិនមែនគ្រាន់តែយើងធ្វើខ្លួនឲ្យគេអាណិតយើងយំសោកយើងលើកពីចំណុចរងគ្រោះរបស់យើងទៅវកគេអត់មានក្តីសោកណាមួយកើតចេញពីការវកគេទេពិភពលោកនេះគឺជាស្ថានទីទុកដូចជានរកសម្រាប់អ្នកទុំខ្សោយដើម្បីឲ្យមហិច្ឆតារបស់រាជវាំងសៀមដើម្បីឲ្យមហិច្ឆតារបស់ពួកអាមាត្យសៀមដើម្បីឲ្យមហិច្ឆតារបស់អ្នកនយោបាយជ្រុលឬក៏ប្រជាពលរដ្ឋដែលពលមនុស្សគូប្រជារបស់សៀមឈប់មានកំណត់អាក្រក់បងខ្មែរណាញោមលោកតពួកយើងនឹងធ្វើខ្លួនឲ្យគេមិនហ៊ានមុខខ្ញុំស្ដាប់ពីនឹងតនេះដើម្បីឲ្យគេឈប់មានកំណត់អាក្រក់យើងលោកតែយើងធ្វើខ្លួនឲ្យគេមិនហ៊ានមុខសូម្បីតែគិតមិនហ៊ានគិតផងអាត្មាឧបមាថាបើខ្ញុំមានខ្លួនទូចតែមួយហើយអ្នកក្រទៀតខ្ញុំដែលហ៊ានកំណត់ទៅបៀតបៀនកូនគេអ្នកមាននៅចេះវេលាទេទៀតនេះយើងដែលហ៊ានមានកំណត់ទៅបៀតបៀនគេមនុស្សធំកម្ពស់2ម៉ែត្រហើយយើងកូនក្មេងតូចមួយហ៊ានទេដូចគ្នាទេខ្ញុំផ្ទុយមកវិញបើយើងដូចកូនក្មេងតូចឯពុជសាសក្បែរខាងគេចម្រើនគេមានធំចង់មិនចង់ធ្វើអាក្រក់របស់មនុស្សត្រូវតែហូរមកដូចថាឃើញយើងវាចេះតែឃើញដូចបន់ស្ងោណាវាចេះតែតំណងស៊ីបើពុជសាសយើងនៅតែធ្វើខ្លួនដូចបន់ស្ងោមើលទៅវាតំណងស៊ីបែកបាក់គ្នាឆ្លោះគ្នាល្ងងមិនយល់ការអីខ្ជិលរៀនសូត្រមិនមានកំណត់អភិវឌ្ឍរស់នៅផ្អើលទាំងបងទាំងពួកមិនចេះសហការជាមួយនឹងជាតិមិនយល់មុខមិនយល់ក្រោយមួយទៅឆ្វេងមួយទៅស្ដាំយកមកឲ្យតែពួកយើងជាពុជសាសដែលមានសង្ឃានភាពបែបហ្នឹងណាបើសៀមមិនឃ្លានបៀតបៀនខ្មែរក៏យើងឃ្លានបៀតបៀនខ្មែរដែរអត់មានអ្នកក្បែរខាងណាមួយល្អជាងតាណាអក្រក់ជាងតាណាទេណាឲ្យតែយើងធ្វើខ្លួនតំណងឲ្យគេស៊ីគឺគេចង់ស៊ីនឹងតែមកដូច្នេះដើម្បីបញ្ឈប់មហិច្ឆតាអាក្រក់របស់គេវាតើតែយើងមានចំណុចខ្លាំងជារបស់ខ្លួនឯងហើយណាស់បំផុតខ្មែរយើងចាប់ផ្ដើមមានឯកភាពជាតិចាប់ពីថ្ងៃនេះតទៅណាញោម
លោកតាញោមរកគ្នាចាប់ពីថ្ងៃស្អែកនេះត្រូវរត់រកគ្នាត្រូវសាមគ្គីគ្នាត្រូវសហការគ្នាមិនមែនតែសហការពលរដ្ឋនិងពលរដ្ឋទេគឺជាពលរដ្ឋដែលសហការជាមួយនឹងរដ្ឋាភិបាលរបស់ខ្លួនផងខ្ញុំមកចំណុចការដឹកនាំមួយចំនួនដែលវានៅខ្វះណាខ្ញុំត្រូវចាំទស្សនៈរបស់អាត្មាមានតែការជួសជុលបន្តិចម្ដងចំណុចការដឹកនាំណាមួយរបស់ខ្មែរយើងរបស់រដ្ឋាភិបាលខ្មែរយើងរបស់មេដឹកនាំខ្មែរយើងដែលវានៅខ្វះចូលអត់ធន់អត់ទ្រាំហើយយកវាទៅជួសជុលផ្លាស់ប្ដូរបន្តិចម្ដងដោយការអត់ធន់มันអាចយកជាមូលហេតុដើម្បីកាត់ផ្ដួលរំលំទេឲ្យតែយើងដួលពេលណាញោមឲ្យតែរដ្ឋាភិបាលដួលពេលណាសង្គ្រាមនឹងកើតឡើងទៀតហើយបរទេសដទៃដែលគេចង់បៀតបៀនយើងគេចេះតែមានគំនិតអាក្រក់ចង់ឲ្យយើងនឹងបដូរសម័យកាលដាក់បានទេញោមឲ្យតែយើងបដូរសម័យកាលទៅណាគឺត្រូវមានរឿងទៀតដូច្នេះចំណុចខ្លាំងរបស់ខ្មែរទី1គឺផ្ដើមចេញពីញោមប្រុសស្រីគ្រប់គ្នានឹងមិនថាសាសនាព្រហ្មញ្ញឬក៏ពុទ្ធឬក៏អ៊ីស្លាមនៅក្នុងស្រុកខ្មែរជាពិសេសនៅក្នុងសម័យកាលនេះដែលមានរឿងបែបនេះពួកយើងយកបញ្ហាហ្នឹងជាមូលហេតុដើម្បីពង្រួមគ្នាជាធ្លុំមួយដូចជាញោមធ្វើសកម្មភាពជួយគ្នានេះឥឡូវត្រូវសួរញោមតិចសិនថាប្រហែលថ្ងៃហ្នឹងមានអ្នកដេញលក់ទេបើញោមណាដេញលក់ត្រូវទៅដាស់ទូរណៃថាថ្មីណាចម្លែកមែនតើស្រុកមានអាចផ្កាយធ្លាក់ជាប់ទៅលើវានៅដេញលក់បានមែនទេញោមចម្លែកទេស្រុកមានបញ្ហាប្រព័ន្ធហ្នឹងសូម្បីតែដឹងឬមិនដឹងសូម្បីតែស្គៀបបន្តិចក៏មិនស្គៀបញោមអពុទ្ធសាសមានចំណុចបែបនោះស្អំគេស៊ីទេស្រុករបស់វាមានរឿងដូចដុំថ្មធ្លាក់ទៅលើផ្ទះឯម្ចាស់ផ្ទះសូម្បីតែស្គៀបក្នុងចិត្តតិចគ្មានផងខ្ញុំមកស្រុកបែបហ្នឹងដែលដីមានជីវជាតិសត្វថ្មអង្គរទៀតឯម្ចាស់ផ្ទះនោះថ្មសកត់ទៅលើមិនទៅស្គៀបផងសំគួរគេស៊ីទេសំគួរទេខ្ញុំសំទេសំគេយកទៅបែបមួយទៀតអីទុកទៅអីចុះបើយើងមិនដឹងស្គៀបផងទុកទៅអីមែនទេញោមដូច្នេះគួរតែស្គៀបណាជាប្រទេសមានរឿងប្រព័ន្ធហ្នឹងឲ្យមិនស្គៀបទៀតមិនដឹងជាយ៉ាងម៉េចមិនដឹងជាពុទ្ធសាសនាយ៉ាងម៉េចមិនដឹងជាខ្មែរកន្លែងខ្មែរយ៉ាងម៉េចដូច្នេះណាញោមអាត្មានិយាយសង្កត់ធ្ងន់ដដែលតែញោមស្ដាប់មិនបានបើយើងនៅតែវេទនាបើយើងនៅតែទន់ជ្រាយបើយើងនៅតែធ្វើខ្លួនដូចឥឡូវបើយើងនៅតែអន់ទោះបីយើងលើកពីទរណកម្មរបស់យើងពីទុកវេទនារបស់យើងនឹងឲ្យគេបានឃើញថាណែធ្វើបាបខ្ញុំឆ្អែតហើយឈប់ទៅណាឬក៏យើងទៅចាប់ជើងវកគេក៏គេមិនឈប់ដែរផ្ទុយមកវិញលុះតែពួកយើងធ្វើខ្លួនកុំឲ្យគេហ៊ានលុបគ្រាន់តែដាក់ចិត្តចង់បៀតបៀនខ្មែរក៏មិនហ៊ានដែរនេះនៅក្នុងពេលឥឡូវនេះនៅក្នុងសង្គ្រាមថ្មីឥឡូវនេះសៀមចាប់បានស្គាល់ខ្មែរតាប្រមាថកភ្លើងខ្មែរប្រមាថកងទ័ពខ្មែរតាដូចជើងផ្ទាត់ប្រមាថទាហានខ្មែរពាក់កៅអៅកាចាស់ប៉ុន្តែសាកទីដងឲ្យតា2008បាក់ម្ដង2025បាក់ជាង2008ទៀតនេះជាមេរៀនដែលធ្វើឲ្យមហិច្ឆតារបស់សៀមចាប់បានថយប៉ុន្តែទាមទារនៅចំណុចបន្ថែមទៀតលោកតាពលរដ្ឋខ្មែរនោះវាស្អិតជាមួយគ្នាវាខំគ្នាដូចខ្មោចវាចូលមូលចូលគ្នាតែទៅពេលងាកមកទៅសង្គ្រាម2025សាប់ឃើញខ្មែរតែតំណឹងលោកដឹងស្រុកវាកើតអីខ្លះមិនដឹងទេស្រុកយើងកើតអីមកសួរឆាសួរស្រុកយើងកើតអីនេះគុណមកសួរខ្ញុំឯងនៅណានេះក៏មិនដឹងថាកើតអីយកមកបើយើងជាពុយសាសបែបហ្នឹងរឿងអីគេមិនចង់ស៊ីវាហួសពីមន់ស្ងោទៅទៀតដូច្នេះគេត្រូវតែមកណាញោមដើម្បីបញ្ចប់សង្គ្រាមកុំឲ្យមានតទៅទៀតណាញោមពួកយើងធ្វើខ្លួនកុំឲ្យគេចង់ស៊ីបានផ្ដើមចេញពីកត្តាខ្លាំងរបស់ខ្មែរ4យ៉ាងគឺខ្មែរយើងក្នុងពេលឥឡូវហ្នឹងពុទ្ធរត់រពុទ្ធព្រហ្មញ្ញរត់រពុទ្ធសាសនារំលាយចូលមួយរដ្ឋមែនទេមិនសពថ្ងៃយើងធ្វើបន់តែរឿងបែបសាសនាទេភាគច្រើនឲ្យតែការសាមគ្គីតែរឿងកសាងឥឡូវប្រមូលធ្វើបន់ការសាមគ្គីហ្នឹងជាមួយនឹងរឿងជាតិម្ដងមើលធ្វើការរឿងកើតទេញោមតែយើងមានតែបព្វធម៌បន់ការសាមគ្គីដើម្បីកសាងវិហារកសាងស្រះទឹករោងខ្លាំងទៅកសាងរូបមមេវចកោរបស់គាត់នោះរូបឆ្កែរូបឆ្មារូបនាងអមិតធីតារូបតាជជក់នោះអារូបចង់គាត់ចំណាយលុយអស់រាប់ពាន់រាប់ម៉ឺនតែដល់ពេលនិយាយពីរឿងថាបុណ្យការសាមគ្គីដើម្បីកងទ័ពគាត់ថាបីដូចជាមិនយល់គាត់មិនយល់ថានឹងជាបុណ្យណាគាត់ថាបីដូចយល់ថាវាមិនសំខាន់ដូច្នេះណាញោមកត្តាខ្លាំងទី1របស់ខ្មែរយើងដែលពួកយើងអាចធ្វើបានមិនធ្វើមិនបានទេគឺចាប់ពីថ្ងៃស្អែកទៅយើងត្រូវរស់នៅជាមួយអារម្មណ៍ស្គៀបល្មមកុំសូវនៅស្ងៀមពេកត្រូវចេះចែករំលែកប្រយោជន៍ដល់សាធារណៈជាកងទ័ពជាជនភៀសសឹកជាខ្មែរដែលអន់ហើយត្រឡប់ទៅវិញទៅស្គៀបល្មមជាមួយកូនឃើញកូនដែលមិនរៀនចេះតែនៅមិនសក់ដាក់បានទេយើងដាក់បានទេកត្តាខ្លាំងទី1គឺខ្មែរយើងនឹងឯកភាពគ្នាឯងហើយឯកភាពជាមួយរដ្ឋាភិបាលទោះបីមេដឹកនាំក្នុងពេលឥឡូវនឹងជាណាក៏ដោយតែញោមដឹកនាំជាណាក៏ដោយដឹកនាំប្រមាណកណោក៏ដោយវាមិនសំខាន់ទេដែលសំខាន់គឺថាតើគាត់ដឹកនាំកើតឬអត់ក្តីសំខាន់នៃការដឹកនាំវាមិនសំខាន់ថាអ្នកនោះដឹកនាំតែឡើយអ្នកនោះមកពីខាងណាទេដែលសំខាន់គឺថាអ្នកនោះដឹកនាំកើតឬកើត
ដឹកនាំបានឬបានការពារប្រទេសមិនឲ្យមានរឿងបានឬមិនបានឈ្មោះកឈ្មោះខតកដដែលឬតកផ្សេងដែលសំខាន់គឺថាបើសង្គ្រាមមានជាមួយសៀមហើយតើឯងទៅបានអត់មែនទេខ្ញុំបដោតសំខាន់ទៅរឿងស្រុកទៅមុខឬក៏បដោតសំខាន់ថាអ្នកដឹកនាំត្រូវតែបដូរឈ្មោះទេឈ្មោះកដឹកនាំយកត្រូវតែខម្ដងវាសំខាន់ត្រង់នឹងណាស់ពេកឬថាសំខាន់ត្រង់ថាតើកើតឬមិនកើតឬមិនកើតអាចឬមិនអាចទៅមុខឬមិនទៅមុខមែនទេខ្ញុំមែនទេមិនខ្ញុំស្ដាប់ពធសពនៅពេលមកនិយាយដាក់រឿងដូចមើលផ្កាយដូចយ៉ាងនិយាយពីអីហ៎ព្រោះធម៌ទេសនា3ក្រែរួចទៅហើយតើអញ្ចឹងត្រូវចែកពីអង្គខាងនេះគឺមិនធម៌ទេដល់បានទេខ្ញុំតែនិមន្ត5អង្គគឺដើម្បីអញ្ចឹងដូច្នេះអាត្មាមិនបានទៅនាំស្នើជាបឋមទេសនាឲ្យយើងស្ដាប់ទេប៉ុន្តែចង់បញ្យល់ជាកំណត់អញ្ចឹងទី1ត្រូវពួកយើងធ្វើនឹងឲ្យបានហើយយើងកំពុងតែធ្វើហើយខ្ញុំមកកងទ័ពខ្មែរនៅពេលដែលពួកគាត់បានលើកតម្លឹងថាខ្មែរយើងនៅពីក្រោយស្រឡាញ់គ្នារួបរวมគ្នាអញ្ចឹងគាត់មិនខ្លាញ់ងាប់ទេណាហើយកត្តាខ្លាំងរបស់កងទ័ពគឺមិនខ្លាញ់ងាប់ដល់ហើយបើគេមានប្រៀបជាងយើងរឿងសັບពីវុធដោយលោកគ្រូហាក់សេងហៃលើកឡើងពីស្អីណា S16 ណាលោកគាត់ស្គាល់អាវុធណាស្រុកស្គាល់អាវុធជាស្អីមែនទេយកមកបើគេមានប្រៀបជាងយើងរឿងសັບពីវុធបើគេមានប្រៀបជាងយើងរឿងចំនួនកងទ័ពវាតើខ្មែរយើងមានចំណុចខ្លាំងមួយលើសគឺទឹកចិត្តរបស់កងទ័ពយើងមិនចាញ់ទេយើងច្បាំងការពារអធិបតេយ្យភាពរបស់ខ្លួនឯងគ្រួសារខ្លួនឯងផងយើងមានបេះដូងខ្លាំងដោយសារឃើញពលរដ្ឋនៅពីក្រោយយ៉ាងផងយើងជឿទុកចិត្តថាមានមេដឹកនាំដែលគាត់លះរួនគាត់ឆ្លាតក្នុងរឿងហ្នឹងផងអាហ្នឹងគឺវាឈ្នះហើយអានេះណាឯងខ្ញុំអាចចំណុចបែបហ្នឹងជាដើមដែលធ្វើឲ្យមហិច្ឆតារបស់សៀមហ្នឹងគឺគេឈប់នៅពេលដែលគេលុបមកខ្មែរពីបេះដូងចេះតែលាកគេប្រជុំមហិច្ឆតាហ្នឹងហើយអានេះជាវាំងប្រជុំមហិច្ឆតាអ្នកជ្រុលនិយមប្រជុំមហិច្ឆតាពលរដ្ឋរហូតមកប្រជុំមហិច្ឆតាទៅវានៅសល់តែតំណែងខ្មែរនិងសៀមរកស៊ីជាមួយគ្នាធម្មតាវិញខ្ញុំគិតថាម៉េចយើងប្រងឆ្លោះជាមួយសៀមមួយជីវិតចឹងយ៉ាងម៉េចទៅរួចទេប្រងធ្វើជាសត្រូវគ្នាមួយជីវិតចឹងកើតអត់កើតទេយ៉ាងយូរតែ2 3 ខែយើងបើកច្រករកស៊ីមួយសៀមទៅហើយប្រទេសនៅចិត្តគ្នាមិនអាចធ្វើជាសត្រូវមួយគ្នាជាដរាបទេហើយខ្ញុំគិតថាមិនពួកយើងមិនប្រាថ្នាសង្គ្រាមចុះពលរដ្ឋសៀមមួយចំនួនគេប្រាថ្នាសង្គ្រាមនេះអត់ទេដោយតែញោមចឹងប៉ុន្តែសង្គ្រាមដែលបង្កដោយសៀមនេះដោយសារអំណាចរបស់មហិច្ឆតារបស់រាជវង្សរបស់ពួកអាមាត្យរបស់រាជវង្សរបស់អ្នកនយោបាយជ្រុលនិយមរបស់និស្សិតបញ្ញវន្តដែលត្រូវបានពលដោយមនោគមបដិបដាលប៉ុន្តែពលរដ្ឋទូទៅដូចពួកមិញហ្នឹងពួកគេមិនប្រាថ្នាអញ្ចឹងទេមួយយ៉ាងប្រទេសដែលនៅក្បែរគ្នាមិនអាចជាសក្តិត្រូវគ្នារហូតទេតែបានទេខ្ញុំដូចនេះអ្នកជ្រុលហ្នឹងវាតតែយើងមានចំណុចខ្លាំងមួយបើយើងជាមន់ស្ងោរឿងអ្នកឃ្លានស៊ីគឺនៅតែឃ្លានអញ្ចឹងតើត្រូវធ្វើយ៉ាងម៉េចកុំឲ្យគេឃ្លានស៊ីខ្លួនគឺពួកយើងមិនត្រូវធ្វើខ្លួនជាមន់ស្ងោដើម្បីមិនធ្វើខ្លួនជាមន់ស្ងោព្រោះតើខ្មែរយើងនេះផ្ដើមចេញពីចំណុចខ្លាំងព្រោះតើយើងស្អិតជាមួយគ្នាណាមិនមែនស្រុកមានបញ្ហាឯងពុតដេកសុទ្ធធរអញ្ចឹងសូតំណឹងមិនដឹងពីរឿងស្រុកកើតអីផងអញ្ចឹងបណ្ណាគេមិនចង់លេខទេខ្ញុំមែនទេអញ្ចឹងបណ្ណាគេមិនចង់លេខបើវាតំណងយ៉ាងហ្នឹងដីវានៅសល់ភាសាក៏វាច្រើនរ៉ែក្នុងដីមិនទាន់ជីកទេហើយម្ចាស់វាស្រុកវាកើតអីក៏មិនដឹងតំណងទៅលេខខ្ញុំក្រោយតំណងគេលេខអត់ហើយដល់ពេលយើងតំណងឲ្យគេលេខទៅលើកទីទុករបស់យើងថាជប់លេខខ្ញុំទៅល្មមហើយគេជប់ទេអត់ទេវាតើពួកយើងធ្វើខ្លួនមិនឲ្យគេចង់លេខឥឡូវចំណុចទី1ដែលពួកយើងត្រូវធ្វើខ្លួនមិនឲ្យគេចង់លេខវាតើគេងាកមកមើលខ្មែរថាខ្មែរឥឡូវរួមគ្នាណាសូម្បីតែហ៊ានកងទ័ពនិងពលរដ្ឋជាមួយរដ្ឋាភិបាលវាអត់មាន2អត់មាន3ទេពីដើមអញលើតំណែងថាខ្មែរបែកគ្នាជា3ជា4សលេងខាងនេះសលេងខាងនោះឥឡូវអត់ទេក្រោយពីមានសង្គ្រាមជាមេរៀនខ្មែរឬតែមួយក្រោយពេលលើដល់ក្រោមគឺខ្មែរតែមួយយកមកបើយើងធ្វើតែនឹងបានណាមហិច្ឆតារបស់អ្នករាជវាំងសៀមគឺចោតឯងឈប់ដេកយកសពមកខ្មែរទៅហើយបើថ្ងៃដេកយកសពនឹកឃើញតែខ្មែរដេកក្នុងវាំងទេនឹកឃើញខ្មែរនឹកឃើញកើនឹកឃើញអីដែរធ្វើបានមួយផងហើយនឹកឃើញរហូតប៉ុន្តែពេលងាកមកខ្មែរទៅចេះតែចាញ់មួយយ៉ាងឃើញខ្មែរហ្នឹងគ្រាន់បើបញ្ចប់មហិច្ឆតារបស់ខ្លួនឯងនេះអានេះទៅជាវិធីរំលត់សង្គ្រាមជានិរន្តរ៍ដល់បានទេយំដូចយើងនៅផ្ទះក្បែរគេយើងស្រោចលហាមផ្ទះស្បូវហើយគេសាវិឡាហើយវាចង់បញ្ជប់ឲ្យគេមើលងាយទៅមិនគេជប់មើលងាយខ្ញុំខ្ចីលុយគេដដែលខ្ចីលុយគេដល់ស្ពឹកមុខណាតើបញ្ជប់ចិត្តមើលងាយបានអត់ជប់ឲ្យម្ចាស់លុយមើលងាយបានអត់ជប់មើលងាយខ្ញុំទៅបន្តខ្ចីលុយទៀតជប់មើលស្រាលខ្ញុំទៅស្អែកឡើងខ្ចីលុយទៀតកើតទេអត់ទេខ្ញុំរឿងពិតគឺវាអញ្ចឹងដើម្បីបញ្ចប់មហិច្ឆតារបស់សៀមឲ្យពួកគេឈប់គិតបែបហ្នឹងហើយត្រឡប់មកចាប់ដៃខ្មែររកស៊ីធម្មតាវិញទៅពិភពលោកគេត្រូវការរកចឹងឯងនៅតែបដោះមនោគមវិជ្ជាឲ្យលេខគ្នានឹងគ្នាដល់ណាទៀតសម័យកាលនេះដល់
មិនមែនសម័យ200ឆ្នាំមុនទេណាចេះពង្រីកអាណាចក្រដូច្នេះដើម្បីឲ្យថៃឈប់គិតអញ្ចឹងវាតោះខ្មែរយើងប្រន់បើហើយដែលយើងប្រន់បើបដើមទីពីញោមរាល់គ្នាហ្នឹងទៅផ្ទះនឹងដេកមិនសូវលក់ចេះស្គីបលំអស់ជាមួយរឿងជាតិនេះឯកភាពជាមួយរដ្ឋាភិបាលឯកភាពជាមួយនឹងជាសាសនានេះតែនាំធ្វើកម្មវិធីគាត់ហ្នឹងដោយសារចិត្តតែនឹកឃើញថាខ្មែរហ្នឹងសាមគ្គីការប្រាក់ហ្នឹងទៅវិហារទៅវត្តមិនដែលស្គាល់ថាសាមគ្គីការប្រាក់ធ្វើមួយកងទ័ពជាមួយរឿងសង្គមម្ដងវាយ៉ាងម៉េចអញ្ចឹងយើងបង្កើតវប្បធម៌ថ្មីដើម្បីផ្សារខ្មែរហ្នឹងជាប់ជាមួយគ្នាហ្នឹងឯកភាពជាតិយកមកចំណុចទី1គឺឯកភាពជាតិចំណុចទី1ណាដល់ពេលចំណុចទី2ដែលធ្វើឲ្យគេមិនហ៊ាននិយាយខ្មែរតទៅវាតទៅពលរដ្ឋខ្មែរជាពលរដ្ឋមានគុណភាពពីថាពលរដ្ឋមានគុណភាពតែយកមិនយល់បើញោមសពថ្ងៃមិនបានរៀនសូត្រហ្នឹងសុខចិត្តខ្ចីបុលគេកូនរៀនសូត្រត្រូវរុញកូនឲ្យរៀនចប់សាកលវិទ្យាល័យហើយណាស់បំផុតញោមសពមានញោមណាមួយមានកំណត់ឲ្យកូនជប់រៀននេះរៀនត្រឹមទី9បានណាកុំឲ្យចេះសេសអីនោះបាក់ឲ្យតែមានកំណត់ហ្នឹងមន់ស្ងោទៀតហើយចောင်းមិនចောင်းគេត្រូវតែលេខដីស្រុកយើងវានៅតែលេខ្ញុំជិះមើលតាមម្ដងមានជ័យទៅព្រះវិហារអាត្មាជិះទៅឃើញតែវាលស្មៅឲ្យខ្ចីលវសិតតែព្រៃតែទេហើយម្ចាស់វាមានចេះសទេខ្ញុំបាក់បែបណាគេចង់យកក៏ដីវាទៅទេគេនិយាយលេងហ្នឹងដីឯងច្រើនណាស់ទុកអីមែនអត់នោះឲ្យកូនប៉ែគេមួយទៀតអីគឺមិនគិតមិនដាក់កូនប៉ែទៅខ្ញុំទុកអីបើយើងថាយើងមិនចូលចិត្តរៀនផងខ្ញុំពលរដ្ឋមានគុណភាពគឺពលរដ្ឋដែលមានចំណេះដឹងដែលអាចប្រើបានក្នុងសង្គមវាតើតែញោមប្រុសស្រីក្នុងពេលឥឡូវបើញោមហួសពេលរៀនសូត្រហើយណាត្រូវឲ្យកូនវាយវាក៏ដោយទាត់ក៏ដោយធាក់ក៏ដោយខ្ចីបុលគេក៏ដោយត្រូវតែរុញកូនឲ្យរៀនចប់ពោះញោមធ្វើបានទេប៉ុណ្ណឹងទី1បរៀនកូនឲ្យជឿឆ្អាលគេមនុស្សតែជឿឆ្អាលគេសិលធម៌ក៏មានគុណធម៌ក៏មានចែកទៀតក៏ចេះទទួលខុសត្រូវក្នុងសង្គមក៏ចេះមនុស្សតែជឿឆ្អាលគេមិនចោលបងមិនចោលបងនេះវាគិតម៉ែឪវាទទួលខុសត្រូវរឿងគ្រួសារមនុស្សចេះជឿឆ្អាលគេទៅនៅណាវាជុំគេទៅហ្នឹងបរិញ្ញាកោដែលចេះជឿឆ្អាលគេទូនាទីបងញោមណាត្រឡប់ទៅផ្ទះវិញហើយចាំបងមកទេសនាចោលដដែលណាញោមមិនចេះទៅទេទី1មកអញដើម្បីឲ្យសៀមជប់បៀតបៀនខ្លួនឯងតើតពលរដ្ឋមានគុណភាពតើថ្មត្រូវធ្វើអីបង្រៀនកូនឲ្យមានឧត្តមគតិជាតិឲ្យចេះជឿឆ្អាលជនដទៃដល់ពេលទី2ឧបត្ថម្ភកូនរុញកូនទៀងកូនធាក់វាឲ្យរៀនដល់សាកលវិទ្យាល័យទីបំផុតខ្ញុំធ្វើកើតមើលទៅគាត់ថាកពេលសុខចិត្តខ្ចីបុលគេកូនរៀនធ្វើកើតទៅយើងហ៊ានខ្ចីលុយគេលេងចូលកាស៊ីណូឬអីយើងមិនហ៊ានខ្ចីលុយគេកូនរៀនមែនអត់នោះយើងនៅប៉ោយប៉ែតយើងសុខចិត្តខ្ចីលុយគេចូលកាស៊ីណូបានរឿងអីយើងមិនអាចខ្ចីលុយគេឲ្យកូនរៀនមែនទេពេលយើងទៅបាត់ទៅយើងបសល់កូនដែលមានគុណភាពជាមួយនឹងរដ្ឋនេះបានគេមិនហ៊ានរៀនយើងឥឡូវបើកូនរបស់យើងខ្លះនោះមិនទៅចូលសាលាខ្លះទៅឈប់រៀនតាំងពីទី7ទី8បើម៉ែធ្វើស្រែកូនក៏ធ្វើស្រែគិតខ្លីៗអញ្ចឹងបើម៉ែលក់ចាប់មួយកូនលក់តែចាប់មួយបានខ្ញុំធ្វើអីផ្សេងសុទ្ធតែកំណត់វាស្នាវាអញ្ចឹងដល់ពេលពលរដ្ឋយើងអន់គុណភាពពលរដ្ឋគេមានគុណភាពពិភពលោកវាយ៉ាងនេះវាខ្វះធនធានវាចេះតែងាកមកយើងហ្នឹងហើយដីក៏ទៅនេះស្រុកហ្នឹងកសាងអីក៏មិនខាងពលរដ្ឋវារស់នៅស៊ីតែមកពោះដីទេមិនសូវគិតអីច្រើនទេដល់ពេលយើងចេះតែចង់បានហើយយើងទៅហាមគេថាម៉េចទៅហាមគេថាម៉េចហាមគេមិនកើតវគេក៏មិនកើតធ្វើខ្លួនកំសត់ក៏មិនកើតថ្ងៃហ្នឹងអាចបានឈ្នះគេចុងថ្ងៃក្រោយថ្ងៃហ្នឹងមានតែ5ជួយចុងថ្ងៃក្រោយថ្ងៃហ្នឹងមានម៉ាឡេជួយថ្ងៃហ្នឹងមានអន្តរជាតិជួយឥឡូវហ្នឹងមានមេដឹកនាំរហ័សរហួនឆ្លាតឆ្លៀនរឿងសង្គ្រាមទល់បានហើយចុះបើថ្ងៃក្រោយដើរទៅផ្ទះក្រុមថ្មគ្រប់តែគ្នានេះគិតម៉េចល្មមគេយកទេដាក់ថ្មតែម្ដងបឆៅថាមានទៅក្រាបបន្តកតុយគ្នាអញ្ចឹងឲ្យដៃសល់មកកណ្ដោល្មមគេយកទេមកគេយកទេយកមកដូច្នេះត្រូវតែឲ្យកូនមានគុណភាពដើម្បីឲ្យកូនមានគុណភាពមិនមែនខ្ញុំទៅធ្វើអីទេរុញតែកូនឲ្យរៀនពោះតែប៉ុណ្ណឹងបានដែរទី1ក៏រៀនកូនឲ្យឈឺឆ្អាលគេទី2រុញកូនឲ្យចប់សាកលវិទ្យាល័យខ្ញុំធ្វើបានដល់ពីហ្នឹងទី3ជប់មើលរឿងថៃខ្ញុំទៅមើលរឿងថៃទៅដល់អានេះស្មាននិយាយលេងទេណារឿងមើលរឿងទៅមើលទៅយកនេះជាចំណុចខ្លាំងទី2ណានៅសល់មួយទៀតណាខ្ញុំទី1ទៀតដើម្បីឲ្យខ្មែរយើងមានរនាំងគេមិនអាចបៀតបៀនយើងបានខ្មែរយើងលុះតែមានសម្ព័ន្ធមិត្តប្រទេសយើងត្រូវទៅរាប់អានអ្នកជិតខាងមិនមែនជ្រុលនិយមថាបើទៅចិនត្រូវតែទៅចិនអាមេរិកត្រូវតែទៅអាមេរិកសេរីត្រូវទៅសេរីកុម្មុយនីសត្រូវតែទៅកុម្មុយនីសទេនិយមយើងត្រូវបត់បែនគ្រប់កលៈទេសៈទៅណាក៏បានឲ្យតែចំណេញខ្ញុំស្ដាប់បានទេលើកដូចអ្នករ៉ូស៊ីទៅណាក៏បានឲ្យតែចំណេញមិនធ្ងន់រឿងចិនមិនធ្ងន់រឿងសូវៀតមិនធ្ងន់រឿងអាមេរិកមិនធ្ងន់រឿងដែលហើយទៅសូម្បីតែយួនបែកខាងនេះបើគេគ្មានវឌ្ឍនាសង្គ្រាមជាមួយយើងទេយើងត្រូវរកស៊ីពីពួកគេឲ្យស្មោះត្រង់
មិនមែនទៅអាងប្រវត្តិសាស្ត្រទៅតែពីរំលឹកឲ្យចង់ទៅបករឿងមួយគេទេបើគេប្រាថ្នាចប់រកស៊ីមួយយើងធម្មតាយើងក៏ប្រាថ្នាចប់យួនក៏ចាប់ដៃបានជាមួយឡាយក៏យើងចាប់ដៃជាមួយនឹងសៀមនោះក៏ដោយតែខ្ញុំទុកគំនិតរបស់ខ្លួនផងណាបើសិនបើសង្គ្រាមនោះវាចប់ហើយយើងបានជ្រោរកស៊ីវិញរដ្ឋាភិបាលសៀមគេដូរប្រជាពលរដ្ឋសៀមគេត្រូវការពង្រឹងសេដ្ឋកិច្ចគេចាប់ដៃមួយយើងធ្វើយើងចាប់ដៃគេទេគេទៅនៅកយប៉ែនេះគេទៅណារួចពីទាំងវិញសៀមយើងឆាប់ក៏មករកស៊ីមួយគេវិញមែនទេខ្ញុំតែពួកយើងទៅតាំងយកពាក់កណ្ដាលផ្ញើលើគេមិនចឹងទេដូច្នេះតើធ្វើសង្គ្រាមគីឡូទេតើត្រូវទុកពលរដ្ឋសៀមតែមិនដឹងអីសោះជាទៅឡូទេអង្គុយតែពីខំឲ្យគុំក្នុងចិត្តយ៉ាងឡូនោះកើតទេអត់ទេខ្ញុំយើងជាពលរដ្ឋបានហ៊ុនមានសម្ព័ន្ធមិត្តបើគោរដ្ឋបានត្រូវតែរាប់ដូចលោកគ្រូលើកឡើងមកអញ្ចឹងពីដើមមកមានថាអូចូលចិត្តត្រាំនៅកីឡាកាសអាមេរងកីឡាកាសចូលចិត្តត្រាំដល់ពេលបង្ហើយតើនរណាជួយនរណាគេជួយស្មៃយកមួយមុនតែត្រាំត្រែដូច្នេះតែខ្ញុំខ្មែរយើងត្រូវរៀនសេចគប់ត្រូវរៀនបង្កើតសម្ព័ន្ធមិត្តប្រទេសណាមួយដែលនៅកណ្ដាលគេតូចជាងគេហើយមានសម្ព័ន្ធមិត្តទៀតអ្នកនៅក្បែរខាងគេចេះតែចង់លោហើយដូច្នេះខ្មែរយើងគឺតែមានសម្ព័ន្ធមិត្តដើម្បីឲ្យខ្មែរយើងមានសម្ព័ន្ធមិត្តលោកតពលរដ្ឋខ្មែរហ្នឹងចេះមានអេរយាប័តផ្លាស់ប្ដូរតាមសម័យកាលដែរមិនធ្ងន់ទៅលើការខឹងស្រឡាញ់ស្អប់មិនងប់ទៅសេរីឬក៏មិនទេត្រូវមើលចំហបរដ្ឋាភិបាលឆ្វេងក៏យកស្ដាំក៏យកតិចផងក្តៅផងធ្វើយ៉ាងណាឲ្យតែខ្មែរសុខសាន្តតែបាទខ្ញុំចំណុចហ្នឹងចំណុចទី3ថាយើងមិនសូវយល់ហ្នឹងឥឡូវអាត្មាថានិយាយ4ចំណុចនិយាយតែ3ចុះព្រោះទី4ក៏មិនសំខាន់ពេកដែរទុកឲ្យធម្មកថាម៉ោងទៀតលោកបញ្យល់អំពីរឿងបនរងព្រោះញោមចាប់ដើមស្ពឹកដៃស្ពឹកជើងណាបញ្ជាក់ញោមសារថ្មីតែញោមយើងមិនអាចធ្វើខ្លួនឲ្យគេនៅចប់សង្គ្រាមទេយើងអាចបញ្ឈប់សង្គ្រាមពេលហ្នឹងបានចុះដល់ឆ្នាំក្រោយចុះ20ឆ្នាំក្រោយយើងមិនដឹងអ្នកនៅកយប៉ែនយកនឹងយើងដេកមកលើក្របដៃចុះស្អែកយើងមិនដឹងដូច្នេះដើម្បីបញ្ចប់សង្គ្រាមជានិរន្តរ៍នោះតែបញ្ឈប់ចេតនាអាក្រក់របស់គេដើម្បីបញ្ឈប់ចេតនាអាក្រក់របស់គេមិនមែនទៅបោគេទេមិនមែនទៅគម្រាមគេទេអានេះជាវិធីម្ដងមកគ្រាទេនេះដែលយើងធ្វើសង្គ្រាមអាហ្នឹងម្ដងមកគ្រាតាទុកបានម្ដងមកគ្រាតាគឺបញ្ចប់កំណត់អាក្រក់របស់គេដោយការធ្វើឲ្យខ្លួនឯងនោះវាខ្លាំងมันអាចលើកបានកងទ័ពយើងសពថ្ងៃថៃលើកបានទេកងទ័ពច្បាំងក៏មិនចាញ់ការទូរបស់នយោបាយក៏មិនចាញ់មេដឹកនាំគូក្បាលល្អក៏មិនចាញ់មិនចាញ់រឿងពលរដ្ឋហ្នឹងតិចសឲ្យតែគេបំពល់បំផោនឹងក៏ពិបាកហ្នឹងមកចាញ់ហ្នឹងវិញបែកបាក់គ្នាមួយទៅឆ្វេងមួយទៅស្ដាំព្រាត់ប្រាស់គ្នាសលេង4 5រិះគន់គ្នាគ្មានកំណត់អភិវឌ្ឍមិនចេះសហការញោមអានេះទៅជាចំណុចចាញ់ដូច្នេះខ្មែរយើងត្រូវតែមានចំណុច3ជារបស់ខ្លួនឯងណាទី1យើងមានឯកភាពគ្នាយើងស្អិតរកគ្នាតាមរយៈសាសនាដោយសង្គមក៏ដោយសហការមួយរដ្ឋក៏ដោយបើញោមគិតថាការដឹកនាំនៅខ្វះកន្លះឲ្យកូនរបស់ញោមធ្វើមន្ត្រីទៅក៏បើយើងនៅស្ងៀមក៏រៀនវារុញវាធ្វើមន្ត្រីទៅវាផ្លាស់ប្ដូរហើយយល់ទេមិនគួយដេកតែជេរគេឲ្យងាប់តងទៅបាត់អញ្ចឹងវាគ្មានផ្លាស់ប្ដូរទេបើយើងចង់ផ្លាស់ប្ដូរអាត្មាបានបញ្ជាក់ឲ្យតើស្រុកយើងមិនអាចកាប់ប្ដូរសម័យកាលទេប្ដូរទាំងស្រុងគឺមិនបានទេមានតែការជួសជុលដូច្នេះឲ្យកូនរបស់ញោមដែលរៀនពោះនេះរុញវាចូលធ្វើការរាជការទៅវាចូលទៅជួសជុលហើយមែនទេញោមជួសជុលសេដ្ឋកិច្ចជួសជុលនយោបាយជួសជុលមូលដ្ឋានទាំងអស់នេះជាដំណើរត្រូវចំណុចខ្លាំងរបស់យើងទី1គឺថាយើងត្រូវឯកភាពគ្នាចំណុចខ្លាំងទី2របស់យើងពលរដ្ឋយើងយ៉ាងម៉េចពលរដ្ឋគុណភាពកុំឲ្យកូនខ្មែរយើងអវិជ្ជាទៀតញោមបខំវាឲ្យរៀនពួកយើងមិនចេះតាំងពីលេខសូត្របោកដកកូនចៅអនុជំនាន់យើងប៉ុន្តែកូនអនុជំនាន់ក្រោយត្រូវតែចប់សាកលវិទ្យាល័យដល់បានទេញោមបង្រៀនកូនឲ្យមានការយល់ដឹងសកលកុំឲ្យទៅតែមួយជ្រុងឲ្យវាគិតទលាយឲ្យស្ដាប់រឿងជាតិរឿងនយោបាយរឿងសាសនារឿងសង្គមឲ្យកូនទៅពោះយើងធ្វើបែបហ្នឹងដល់ពេលទី3យើងទៅតាមអេរយាប័តរបស់រដ្ឋយើងជាពលរដ្ឋហាមួនងាកឆ្វេងងាកស្ដាំចាប់ឆ្វេងចាប់ស្ដាំយល់កលៈទេសៈមិនមែនធ្ងន់ទៅលើការឆ្លាញ់ស្អប់ទេរស់នៅមិនមែនធ្ងន់ទៅលើអារម្មណ៍ទេប៉ុន្តែរស់នៅជាមួយនឹងការលេងលោកចេះគិតឆ្វេងក៏បានស្ដាំក៏បានឲ្យតែមានប្រឡោះរស់អេរយាប័តដល់បានទេញោមកុំទៅផ្ទះវិញនៅលេជេខាងនេះឯងខាងនោះអត់ទេខាងណាក៏ខ្មែរដែរឲ្យតែចំណេញត្រាំក៏បានស៊ីជីងពីងក៏បាននរណាក៏ស្វាគមន៍នេះឲ្យចំណេញជាមួយយូរយើងចាប់ដៃទេអត់មានរំលឹកពីរឿងប្រវត្តិសាស្ត្រឯណាត្រូវកាត់គ្នាទេអត់ទេជាមួយនឹងថៃក៏យ៉ាងដែរតែដូរមេដឹកនាំគេទៅស្រុកថៃក៏បែកមកនេះក្នុងវងវាយនេះក្នុងពេលឥឡូវនោះបាតកម្មពេញទៅពេញដីនោះគេយល់ថាមិនត្រូវដែរធ្វើបែបនោះក៏ខាតដូច្នេះក៏ចង់ឲ្យមួយខ្មែរដែរតែតិចមករកស៊ីមួយអ្នកទៅតែវិញណាចុះបើគេចង់រកស៊ីក៏យើងរកស៊ីអត់ខ្ញុំអ្នកទៅតែបើបើកច្រកវិញបើសុំរកស៊ីជាមួយវិញចាប់ដៃទេចាប់ដៃឲ្យមានរំលឹករឿងចាស់ត្រូវទៅរកស៊ីមិនមែនថាឯងបាញ់អញមុននឹងអញបាត់លបងទៀតអត់ទេជិះគ្នារួចទេឃើញទេដូច្នេះខ្មែរយើងត្រូវមានសម្ព័ន្ធមិត្តដល់បានទេញោម